សុំស៊ីឆននៅខ្មែរយើងឥឡូវកំពូលល្បីហើយបើចង់ធ្វើទឹកសុំមានជាតិរសជាតិឆ្ងាញ់ក៏ត្រូវការមានគ្រឿងផ្សំមួយចំនួនបន្ថែមដែរហើយមួយមុខនេះយកតែធ្វើនៅផ្ទះញ៉ាំក៏ត្រូវយកតែលក់ក៏បានដែរសំខាន់អត់សូវហាងហើយអត់តលន់ទៀតហើយសម្រាប់គ្រឿងសុំស៊ីឆនថ្ងៃនេះខ្ញុំមានគល់ល្ក្រៃល្ខ្ទឹមជាមួយនឹងខ្ទឹមបារាំងហើយខ្ញុំបន្ថែមខ្ទឹមសខ្ទឹមក្រហមជាមួយនឹងការ៉ុតចូលគឺត្រូវរំលីងគ្រឿងតែ6មុខហ្នឹងឲ្យឡើងក្លិនឈ្ងុយមើលដាក់ដុំស៊ីឆនចូលហើយខ្ញុំប្រើដុំស៊ីឆនចំនួនកន្លះដុំពីគ្រឿងស៊ីឆនបានរលាយសពជាមួយគ្រឿងហើយខ្ញុំបន្ថែមស្ករក្រាមចំនួន10ក្រាមនិងដុំស៊ុបមាន់ចំនួន2ដុំដើម្បីឲ្យមានជាតិខ្ញុំបន្ថែមទឹកអំពៅចំនួនកន្លះលីត្រនិងទឹកសុទ្ធធម្មតាចំនួន2លីត្រខ្ញុំបន្ថែមពោតលឿងចំនួន1ផ្លែកាត់វាជាដុំទូចៗដើម្បីរំងាស់វាជាមួយទឹកស៊ុបដើម្បីឲ្យទឹកស៊ុបយើងកាន់តែមានជាតិយើងរំងាស់វារយៈពេល30នាទីអាចយកមកញ៉ាំបានហើយបងប្អូនជាច្រើនតែឆាមកសួរខ្ញុំឆ្នាំងនឹងខ្ទះដែលខ្ញុំប្រើនេះជាផលិតផលម៉ាកអីដែរមើលទៅដូចមាំហើយល្អម្ល៉េះនេះបងប្អូននេះគឺជាឆ្នាំងម៉ាកអ៊ីថាណាបច្ចេកវិទ្យាផលិតផលរបស់អាល្លឺម៉ង់កម្មប្រើបានទាំងចង្ក្រានហ្គាសនិងអគ្គិសនីមិនមានសារធាតុពុលឬបង្កឲ្យមានមហារីកតទៅយើងរំងាស់ទឹកស៊ុបបានរយៈពេល30នាទីយើងទៅត្រង់កាកវាចេញដើម្បីកុំឲ្យមានជាតិហាងហើយយើងបន្ថែមស្ពៃតឿស្ពៃបូកគោផ្សិតម្ជូរសម្រាប់ស៊ុបស៊ីឆនខ្ញុំចូលចិត្តញ៉ាំជាងគេជាមួយសាច់គោ3ជាន់អូស្ត្រាលីនេះដាក់ប្រហែលក៏មិនសល់ដែរបងប្អូនកុំភ្លេចបន្ថែមទឹកដោះគោស្រស់ចំនួន20មីលីលីត្រចូលទៀតផងដើម្បីឲ្យទឹកស៊ុបយើងកាន់តែខ្ទិះនិយាយទៅដល់ធ្វើខ្លួនឯងចឹងទៅមួយឆ្នាំងនេះញ៉ាំ4-5នាក់ញ៉ាំអត់ចង់អស់ទៀតតែបើញ៉ាំនៅហាងអស់ប្រហែល20-30រៀលហើយសម្រាប់ទឹកជ្រលក់ញ៉ាំមួយស៊ុបស៊ីឆនយើងថ្ងៃនេះខ្ញុំធ្វើរបៀបជូរហឹលនិយាយពីថាដាក់ទៅវាចាប់ជាតិគ្នាតែម្ដងសិនជាបងប្អូនចង់បានឆ្នាំងម៉ាមណាដែលល្អអាចចម្អិនអាហារបានលឿនមិនស្អិនមិនជាប់មិនបារម្ភរឿងឆ្កូតខាត់ឆ្នាំងហ្នឹងធ្លាក់អត់បាយទៀតណាធន់នឹងកម្លាំងទម្លាក់ក្នុងកម្ពស់ 1.5 ម៉ែត្រតែនឹងឆ្នាំងម៉ាម៉ាអ៊ីថាណាផលិតតាមបច្ចេកវិទ្យាអាល្លឺម៉ង់មានសាច់ក្រាស់រហូតដល់5សតសំខាន់តម្លៃសមរម្យសម្អាតដោយដៃឬអេប៉ុងតុនអាចប្រើក្នុងម៉ាស៊ីនលាងចានក៏បានដែរបើសិនជាបងប្អូនចង់ដឹងពីព័ត៌មានបន្ថែមឬជាផលិតផលសូមតាក់ទងទៅកាន់ទំព័រ Facebook Page អ៊ីថាណា Cookware នេះបានផលម៉ាអ៊ីថាណានេះអាចរកទិញបាននៅតាមតូបលក់ចានឆ្នាំងដែលនៅជិតលោកអ្នកបំផុតឬនៅក្នុងផ្សារទំនើបទូទាំងប្រទេសកម្ពុជាអរគុណបងប្អូនទាំងអស់គ្នាបាយបាយ